ដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាលដែលគូអភិវឌ្ឍស្ដីពីមេរោគអេដនិងជំងឺអេដនៅកម្ពុជាលើកទី1ឆ្នាំ2025នៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដកិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឲ្យមានកិច្ចសន្ទនានយោបាយបច្ចេកទេសនិងចលនាធនធានឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដរវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដដែលជាការគម្រាមកំហែងដល់សុខភាពសាធារណៈកិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់និងលើកឡើងអំពីបញ្ហាប្រឈមរាយការណ៍ពីវឌ្ឍនភាពជូនដៃគូដាក់ទិសដៅផ្ដល់មតិលើចំណុចខ្វះខាតនិងលើកយោបល់កែលម្អក្នុងការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដទន្ទឹមនឹងនេះកិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឲ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028រួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្រុមការងាររួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍដឹកនាំដោយអាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីនិងលោកស្រីនាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាឡាវម៉ាឡេស៊ីជាសហប្រធានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានតំណាងស្ថានទូតប្រទេសផ្ដល់ជំនួយធំមានបារាំងសមាជិកសមាជិកាក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដដែលជាតំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសុខាភិបាលក្រសួងមហាផ្ទៃក្រសួងកិច្ចការនារីក្រសួងផែនការរដ្ឋបាលរាជធានីភ្នំពេញស្ថាប័នអង្គការជាតិអន្តរជាតិព្រមទាំងតំណាងប្រជាជនគន្លឹះអាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីបានបញ្ជាក់ថាគោលបំណងនៃការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះគឺចង់ស្ដាប់អំពីស្ថានភាពជំនួយអន្តរជាតិជាពិសេសការងារអេដដែលជាសភាពការពិភពលោកក្រោយពីលោកប្រធានាធិបតីដូណាល់ត្រាំឡើងកាន់អំណាចមានភាពមិនច្បាស់លាស់ជាពិសេសផ្នែកហិរញ្ញប្បទានថាតើមានការប្រែប្រួលបែបណាគូបញ្ជាក់ថាតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកម្ពុជាជាប់ចំណាត់ថ្នាក់លេខ10លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដចំពោះគោលដៅ95តាមរយៈវឌ្ឍនភាពថ្មីកម្ពុជាអាចនឹងសម្រេចបានលើសពី89នៃគោលដៅ95ទី1បច្ចុប្បន្នសម្រេចបាន89 98 ទន្ទឹមនឹងនេះដោយសារគោលនយោបាយជាតិនៅក្នុងការរក្សាភាពជាម្ចាស់នៃការធានាចីរភាពរហូតដល់ឆ្នាំ2027កម្ពុជានៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដសម្រាប់អ្នកជំងឺនោះទេក្នុងនោះរដ្ឋាភិបាលបានចូលរួមជាថវិកាចំនួន$5 លាននៅក្នុងមួយឆ្នាំដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដព្រមទាំងថវិកាប្រមាណ$1.84 លាននៅក្នុងមួយឆ្នាំទៅការគាំពារសង្គមការឆ្លើយតបនឹងមេរោគអេដជាពហុវិស័យនិងនៅថ្នាក់ក្រោមជាតិផងដែរតាមរយៈបទបង្ហាញពីលោកសាស្ត្រាចារ្យជំនួយអុកវិជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដសាស្បែកនិងកាមរោគថវិកាជំនួយលើការងារអេដនៅកម្ពុជាបានមកពីមូលនិធិសកលនិង USCDC របស់សហរដ្ឋអាមេរិកក្នុងនោះជំនួយពីសហរដ្ឋអាមេរិកបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់វិញបន្ទាប់ពីផ្អាកមួយរយៈប៉ុន្តែការអនុវត្តគម្រោងគឺបានត្រឹមតែខែកញ្ញាឆ្នាំ2025ប៉ុណ្ណោះទន្ទឹមនឹងនេះថវិកាជំនួយពីមូលនិធិសកលក៏បានបញ្ជាក់អំពីការកាត់បន្ថយថវិកាពី30ទៅ50%នៅជប់បន្ទាប់គឺឆ្នាំ2027ផងដែរចំពោះការធានាចីរភាពក្នុងការឆ្លើយតបនឹងជំងឺអេដកិច្ចប្រជុំបានលើកឡើងអំពីការបង្កើនប្រសិទ្ធភាពនិងការធ្វើឲ្យមានសុខដុមនីយកម្មការងារព្រមទាំងការធ្វើចលនាប្រភពធនធានផងដែរ